អំពើពុករលួយការរំលោភជិះជាន់ដីធ្លីការបោកប្រាស់ការដឹកទំនិញខុសច្បាប់ការដែលកើតរបបអាណាធិបតេយ្យជន់ពេលក្មេងដេរិឆានការចរាចរណ៍គ្រឿងញៀនការរំលោភលើក្មេងនិងសិទ្ធិស្ត្រីរឿងច្រើនណាស់ដែល6អាណត្តិមុនអាណត្តិរបស់លោកហ៊ុនម៉ាណែតលោកហ៊ុនសែនមិនអាចនឹងដោះស្រាយបានដោយបណ្ដោយឲ្យអ្នកនៅក្រោមបង្គាប់នឹងរត់ស្ទុះស្ទែធ្វើកិច្ចការនឹងតែមួយផ្លែតដដែលមនុស្សប្រព្រឹត្តអំពើទុច្ចរិតមិនបើមានបពួកឬមានខ្នងមិនងាយជាប់គុកទេឧទាហរណ៍ដូចជាការលក់គ្រឿងញៀននៅក្នុងក្លឹបរាត្រីរបស់បងគិតម៉េងអញ្ចឹងហ៎ឈ្មោះអីគិតអីនោះឈ្មោះជាប់គុកតែមនុស្សដើរលេងជាប់គុក VIP ភរិយារបស់ស្វាយស៊ីថាដែលជះទឹកអាស៊ីតលើគេរួចខ្លួនអ្នកបាញ់បោះនានាកូនលោកធំអាសក្មេងដេរិឆានដែលមានឪពុកជាមេប៉ូលីសឬក៏មេអីនោះនៅខាងស្រីសុភ័ណ្ឌបុកគេស្លាប់មកគ្រួសារអាសត្វដេរិឆានហ្នឹងបើវាជាប់ទោសតែឈ្មោះទេវាអត់ជាប់ទេមីដេរិឆានមួយបើកឡានបុកគេខ្លែងបន្លំខ្លួនជាឈួតប្រហែលឆ្នាំក្រោយមកវារៀបការញញឹមប្រព្រាយទាំងអស់នេះគឺកើតឡើងនៅក្នុងប្រទេសយើងដែលខ្ញុំតែងអង្វរឲ្យថ្នាក់ដឹកនាំមានលោកហ៊ុនសែនលោកហ៊ុនម៉ាណែតជាពិសេសលោកហ៊ុនសែនចាត់វិធានការឲ្យបានរឹងប៉ឹងណារឹងប៉ឹង Okay and anything else that we can get on this guy the investigation is obviously ongoing and just started there is federal law សន្និសីទសារព័ត៌មានរបស់ប្រធានាធិបតីចេញមកភ្លាមសមាជិកគណៈរដ្ឋាភិបាលចេញមកសឹងតែទាំងអស់មនុស្សសំខាន់កំពុងធ្វើនៅក្នុងពេលនេះខ្ញុំមិនបាច់ស្ដាប់ទេពីព្រោះគេត្រូវការស៊ើបអង្កេតទោះយ៉ាងណាជនសង្ស័យត្រូវបានចាប់ខ្លួនលោកប្រធានាធិបតីត្រាំបាននិយាយថាអ្នកបាញ់បោះចាប់ខ្លួនបានជាបុរសជាបុរសដែលលោកប្រធានាធិបតីថាជាមនុស្សឈឺប៉ុន្តែមិនដឹងឈឺអីទេហើយជាប្រជាជនដែលរស់នៅរដ្ឋ California ណា You give them the resources that they need and they know that you have their back and that is a changing dynamic in this country and that's why you saw brave Secret Service agents respond immediately swiftly subdue and take down the suspect and safeguard the lives of thousands of individuals at that hotel thanks to our interagency partnership with the Department of Homeland Security and the Metropolitan Police Department, the FBI was rapidly deployed onto the scene, took over the evidence response unit, is examining all the ballistics that were found on scene to include the long gun and the shell casings. We are conducting... Okay, អ្នកបាញ់កាន់កំភ្លើងវែងមកផ្ទុះអាវុធប៉ុណ្ណឹងឯងកាន់រឿងយ៉ាងទុកឲ្យសមាជិកគាត់ស៊ើបអង្កេតទៅចំណងជើងក្នុង show នេះខ្ញុំដាក់ថាឈុតឆាកនយោបាយក៏បីតាមដាននឹងគិតអញ្ចឹងរឿងអីក៏ទុកតាមដាននឹងគិតវិលមករករឿង scammer វិញខ្ញុំចង់ឲ្យថ្នាក់ដឹកនាំកម្ពុជាសម្រេចឲ្យបានមាំមួនដើម្បីនឹងលុបបំបាត់រឿងនេះក៏ប៉ុន្តែតាំងពីថ្ងៃដែលលឺសូនិយាយថានៅក្នុងខែមេសានឹងបញ្ចប់ជាស្ថាពរដោយជោគជ័យបង្ក្រាបអក្រិតកម្ម scammer នៅកម្ពុជាខ្ញុំបាននិយាយរួចទៅហើយថាមិនបានជោគជ័យទេពីព្រោះការតាំងចិត្តមាំមួនរបស់រាជរដ្ឋាភិបាលមិនមានផុសតាងអ្វីបង្ហាញឲ្យឃើញថារដ្ឋាភិបាលធ្វើការមាំមួនទេរដ្ឋាភិបាលតាំងពីអាណត្តិទី1រហូតដល់ឥឡូវធ្លាប់លេងល្បែងឆ្ពិនភ្នែកចំពោះ
អន្តរជាតិហើយបានជោគជ័យទាំងរឿងសិទ្ធិមនុស្សទាំងរឿងសេរីភាពរឿងអនុវត្តច្បាប់ដូច្នេះហើយរឿង scam នេះខ្ញុំបានធ្វើសេចក្តីសន្និដ្ឋានទុកមុនខ្លះហើយលោកអ្នកនឹងតាមដានមើលតទៅទៀតខ្ញុំអង្វរហើយអង្វរទៀតសូមឲ្យលោកហ៊ុនសែនមេត្តាដោះស្រាយនិងបញ្ចប់រឿងនេះពេលថ្មីដូចជាថ្ងៃទី24កន្លងទៅអញ្ចឹងមានចិនស្រែកឡូឡាធ្វើបាតកម្មតាមផ្លូវប្រទេសកម្ពុជាយើងបើមើលមកផ្លែតអំណាចនៅក្នុងដៃខ្មែរតែជួនកាលហាក់ដូចជាឆ្ងល់ថាដូចម្ដេចបានជាជនបរទេសដែលគ្មានសិទ្ធិអ្វីមកធ្វើរបស់អស់ហ្នឹងទេក៏ប៉ុន្តែមកធ្វើកិច្ចការនៅលើទឹកដីរបស់ខ្មែរហើយរាជការអត់ឃើញអនុវត្តច្បាប់ទេជនជាតិចិនបាញ់បោះធ្វើនៅអំពើចោរកម្មអក្រិតកម្មកាប់សម្លាប់គ្នារហូតដល់ចាញ់ឡូឡាតវ៉ាបាតកម្មពេញទឹកពេញដីក៏អំណាចដែលហៅថារដ្ឋអំណាចលោកអត់មានវិធានការតើប្រទេសយើងមើលទៅឃើញដូចជារាជការលោកកាន់កាប់អំណាចទាំងស្រុងតែដល់ពេលយើងពិនិត្យមើលរឿងខ្លះជនបរទេសហាក់ដូចជាមានណាអូខេហាក់ដូចជាមានអំណាចធ្វើអ្វីស្រេចនឹងចិត្តបើខ្មែរឡូឡាសមត្ថកិច្ចចាញ់មកភ្លាមតែដល់បរទេសដូចចិនអីអត់មានឥឡូវនេះស្រុកយើងវាឃើញគ្រប់គ្នាអញ្ចឹងហើយអញ្ចឹងឲ្យខ្ញុំថាម៉េចណាឲ្យខ្ញុំនិយាយថាម៉េចណាខ្ញុំអង្វរហើយអង្វរទៀតណាអង្វរហើយអង្វរទៀតឲ្យរដ្ឋាភិបាលមេត្តាដោះស្រាយរឿងហ្នឹងណាមេត្តាដោះស្រាយរឿងហ្នឹងសួស្តីចាន់ម៉ូលីឈឹមសួស្តីនូហ្សេឡង់បូរ៉ានលោកខ្ញុំនិយាយហើយរឿងអ្វីដែលកើតនៅឯពិធីជប់លៀងនៅសន្តាគារ Hilton Washington DC ដែលគេហៅថាcorrespondence dinner ណាលោកពូមុននេះនាយករដ្ឋមន្ត្រីថានឹងសិក្សាយកក្មេងទំនើងទៅជួយធ្វើលេនដ្ឋាននៅព្រំដែនមិនមែនជាដំណោះស្រាយទេខ្ញុំមិនយល់ថាតើលោកនាយករដ្ឋមន្ត្រីគាត់ដោះស្រាយរបៀបម៉េចតែបើលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិយាយបែបនេះមិនមែនជាដំណោះស្រាយទេរបស់នេះគឺជារបស់ដែលធ្វើមួយខ្វាច់តែបន្តិចទៀតទៅឈប់ធ្វើហើយណាតែបន្តិចទៀតទៅឈប់ធ្វើហើយអញ្ចឹងការដែលធ្វើមួយខ្វាច់ការដែលធ្វើមួយខ្វាច់ចាញ់មកអញ្ចឹងមិនមែនជាការអនុវត្តនយោបាយទេមិនមែនជាការអនុវត្តនយោបាយទេធ្វើអញ្ចឹងមិនមែនជាការអនុវត្តនយោបាយការអនុវត្តនយោបាយសម្រាប់ក្មេងទំនើងគឺនយោបាយសណ្ដាប់ធ្នាប់សង្គមនយោបាយសណ្ដាប់ធ្នាប់សង្គមដែលចាញ់ទៅជាការអនុវត្តនយោបាយសណ្ដាប់ធ្នាប់ក្រុងខេត្តភូមិឋានដែលជាភារៈនៃសមត្ថកិច្ចអនុវត្តច្បាប់និងការរៀបចំនៅក្រមអនុវត្តច្បាប់មានន័យថាជាក្រមប៉ូលីសឬ PM ឬសន្តិសុខដែលទទួលខុសត្រូវខាងគ្រប់គ្រងក្មេងពេលគ្រប់គ្រងក្មេងពេលជាបន្ទាន់ត្រូវរៀបចំគុកសម្រាប់ដាក់ក្មេងពេលសម្រាប់ដាក់ក្មេងពេលហើយបើចង់ឲ្យក្មេងពេលដែលជាប់គុកនឹងធ្វើការងារ
គឺធ្វើការងារទៅតាមកម្មវិធីដែលមានការរៀបចំជានីតិវិធីឲ្យក្មេងពេលហ្នឹងវាធ្វើការងារផងវារៀនផងហើយបើវាញៀនថ្នាំត្រូវបញ្ចូលវាទៅក្នុងកម្មវិធីផ្ដាច់ញៀនថ្នាំការអនុវត្តនយោបាយមិនមែនគ្រាន់តែនិយាយថាយកវាទៅជីកត្រង់សេអីអត់ទេមិនអញ្ចឹងទេឲ្យវាធ្វើស្អីក៏បានដែរឲ្យវាបាលូទឹកស្អុយនៅក្នុងក្រុងខេត្តឲ្យវារើសសម្រាមនៅក្នុងសួនសាធារណៈឬតាមមាត់ស្ទឹងមាត់ទន្លេឲ្យវាកាត់ស្មៅឲ្យវាធ្វើស្អីក៏បានដែរប៉ុន្តែត្រូវមាននយោបាយហើយយកឡើងឲ្យវាចូលគុកមាន2គុកមួយដាក់ជាគុកជនទុច្ចរិតគុកមួយទៀតជាជំរំសម្រាប់លុតដំក្មេងបើអ្នកណាវាជាក្មេងមិនទាន់គ្រប់អាយុបញ្ចប់វាអត់បានរៀនត្រូវដាក់ឲ្យវារៀនក្មេងដែលអត់ចេះអក្សរបង្រៀនវាឲ្យចេះអក្សរក្មេងដែលរៀនបានថ្នាក់ណាមានសាលានៅក្នុងជំរំហ្នឹងឲ្យវារៀនហើយឲ្យវាធ្វើការព្រលឹមឡើងម៉ោង6ព្រឹកឬក៏ម៉ោង5កន្លះវាងើបមកវាត្រូវមុជទឹកវាត្រូវដោះធ្មេញលុបមុខស្លៀកពាក់ខោអាវវាត្រូវចាញ់ទៅក្រុមណារៀនក្រុមណាចាញ់ធ្វើការក្រុមការងារក្មេងពេលខ្លះយាមដោយសមត្ថកិច្ចកាន់អាវុធក្មេងពេលខ្លះឲ្យវាធ្វើការដោយដាក់ច្បាប់វាបើវាជាមនុស្សដែលអាចសាហាវរត់រួចដាក់ច្បាប់វាឲ្យវាទៅធ្វើការមិនខ្វះកន្លែងវាធ្វើការទេណាបើកិច្ចការទៅតាមទោសទៅតាមទម្ងន់របស់វាឲ្យវាធ្វើការចង់យកវាទៅធ្វើស្អីក៏បានដែរឲ្យតែមានរបបត្រឹមត្រូវឲ្យវាគ្មាននរណាឬក៏សិទ្ធិមនុស្សណាឬក៏សង្គមស៊ីវិលណាឬក៏បរទេសណាគេហាមឃាត់ទេឲ្យតែយើងមានការបែងចែកច្បាស់លាស់ក្នុងការអនុវត្តលើក្មេងពេលហើយក្រមប៉ូលីសមានភ្នាក់ងារសម្ងាត់មនុស្សដែលស្លៀកពាក់ដូចលោកហ៊ុនសែនហ៊ុនម៉ាណែតតាមចាប់សកម្មជននយោបាយចឹងណាគឺមានមនុស្សអញ្ចឹងនៅតាមស្រុកតាមភូមិដែលតាមមើលក្មេងពេលហើយបង្កើតអាប់ដាក់ក្នុងទូរស័ព្ទឲ្យអ្នកស្រុកជួយរាយការណ៍អំពីសកម្មភាពពួកក្មេងពេលបាត់ផ្សារបើយើងឃើញវាជក់ម៉ាយើងឃើញវាវាយបែកដបបែកកញ្ចក់វារត់យកប្រឡប់ម៉ោង10យប់ប្រជាជនរាយការណ៍មកសមត្ថកិច្ចអង្គភាពបង្ក្រាបក្មេងពេលមកដល់អនុវត្តឲ្យបានត្រឹមត្រូវហើយហៅកូនមន្ត្រីប្រាប់ថាឲ្យណែនាំកូនបើសិនជាមិនណែនាំកូនទេពេលចាប់បានអត់ឲ្យមេដាបៃតាលោកដៃទេគឺផ្ដាច់យកទៅដាក់គុកកាត់ទៅដាក់គុកហើយវាចាប់ផ្ដើមពីលោកហ៊ុនសែនទៅណាគឺចាប់ផ្ដើមលោកហ៊ុនសែនទៅក្មេងពេលវាកើតមកដោយសារតែលោកហ៊ុនសែនកាលគាត់នៅកាន់អំណាចពីអាណត្តិទី1ដល់អាណត្តិទី7គាត់បណ្ដោយឲ្យកូនក្មួយគាត់ធ្វើនៅអំពើពេលតាំងពីអាតូអាស្អីអាជេអីឡើងទៅអញ្ចឹងគឺគាត់ឥឡូវវាធំអស់ហើយអញ្ចឹងកុំឲ្យមានអ្នកណាទៀតគឺដាច់ខាតតកូលហ៊ុននាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដល់នាយកលោកហ៊ុនសែនដល់គឺប្រកាសថាតកូលហ៊ុនណាដែលធ្វើអំពើពេលគឺជាប់ទោស2ដងពោះវាជាតកូលហ៊ុនបើគាត់និយាយតែប៉ុណ្្នឹងទៅក្មួយចៅគាត់អាចល្មិចល្មក់ណាក៏មិនហ៊ានដែរប្រកាសអញ្ចឹងហ្មងកូនមន្ត្រីរាជការបើជាប់ទោសស្មើនឹង2ពីព្រោះម្ដាយឪពុកជាមន្ត្រីរាជការណាទោសស៊ីសណូកក៏អញ្ចឹងដែរបើមន្ត្រីរាជការទោសស៊ីសំណូកជាប់ទោសពីនៅស្រុកអាមេរិកណាប៉ូលីសទទួលសំណូកណាបើជាប់គុកណាច្រើនជាងអ្នកសោកបើអ្នកសោកជាប់5ឆ្នាំអាប៉ូលីសដែលទទួលសំណូកនេះជាប់10ឆ្នាំតុលាការដាក់ទោសសមាជិកសមត្ថកិច្ចដែលពុករលួយឬក៏ធ្វើអំពើខុសឆ្គងច្រើនជាងជនធម្មតាលោកហ៊ុនសែនប្រកាសហ្មងថាកូនលោកប្រកាសតែហ្មង
ប្រកាសជាទូទៅមកប្រកាសឲ្យធ្វើហ្មងបាទប្រកាសឲ្យធ្វើណាអង្គភាពពិសេសចាប់កូនលោកធំបាននៅពេលម្ដាយឪពុកតាក់ទងមកគឺអត់ឆ្លើយទេបញ្ជូនវាទៅអង្គភាពពិសេសបញ្ជូនវាឲ្យទៅគ្រប់គ្រងនៅក្នុងអង្គភាពពិសេសអត់ឲ្យម៉ែឪវាមកតាក់ទងទេអត់ឲ្យទេណាហើយកុំមកនិយាយនៅតាម microphone ថាលោកអ្នកណែអស់លោកតែហ៊ានមិនស្ដាប់របូតសាក់អីអត់និយាយទេគឺអនុវត្តឧទាហរណ៍ថាអាក្មេងពេលដេរិឆានមួយដែលបុកគេងាប់ហ្នឹងកុំបាច់និយាយមើលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង្វរឪវាឲ្យបញ្ចេញអាកូនហ្នឹងមកឥឡូវហ្នឹងសភាពការឆ្លងផុតទេបន្តិចទៀតអាកូនហ្នឹងរួចខ្លួនបាត់ហើយគឺចាប់កូនព្រឹបហៅឪវាមកអត់មាននិយាយជាសាធារណៈហៅឪវាមកបកគលកូនបើមិនបកគលកូនបកសាក់ឪចោលភ្លាមបកសាក់ឪចោលបកចោលព្រឹសដាក់នៅក្នុងការឃ្លាំមើលវាមានទៅណាវានៅនឹងចាប់ព្រឹបដាក់នៅក្នុងអង្គភាពពិសេសណាគ្រប់គ្រងវាទៅចប់ហើយតែប៉ុណ្ណឹងណាបងប្អូនឲ្យតែថ្នាក់ដឹកនាំអនុវត្តហើយប្រាប់មកតកូលហ៊ុនកុំឲ្យធ្វើខុសបើខុសជាប់ទោស2 ដងពេលហ្នឹងតកូលហ៊ុនស្អាតចាស់ហើយនាំឲ្យមេធំឥឡូវទីហោតខេងចាញ់មកនិយាយដូចគ្នាសសុខានិយាយដូចគ្នាតបាញ់ទេសីហាទេបាញ់និយាយដូចគ្នាមន្ត្រីធំចាញ់មកនិយាយចឹងមកយើងខ្ញុំត្រូវគ្រប់គ្រងកូនហើយប្រាប់មន្ត្រីទាំងអស់ថាបើកូនឯងគ្រប់គ្រងមិនបានបញ្ជូនទៅបរទេសឲ្យវាទៅរៀនអូស្ត្រាលីនូហ្សេឡង់ឬឡុនដិនបើវាធ្វើខុសនៅកន្លែងនោះគេចាប់វាដាក់គុកនៅនោះចាប់បាត់ហើយខ្ញុំប្រាប់ទៅពួកអាក្មេងៗអត់ហ្នឹងវាអាងម៉ែឪទេបើថាថ្នាក់ដឹកនាំដាច់ខាតថាឯងច្បាយខែដែរបើគ្រប់គ្រងកូនមិនបានបញ្ជូនកូនចាញ់ហើយបើអាប្តីហ្នឹងខ្លាចប្រពន្ធណាយករដ្ឋមន្ត្រីប្រាប់ថាលោកជំទាវអស់ទាំងជំទាវទៀតដូរសាក់ទៅជាចំតាត់ជំទាវអបាលខេត្តអើយជំទាវរដ្ឋមន្ត្រីទៅរដ្ឋលេខាធិការក៏ដោយបើកាន់ជើងកូនឲ្យតែរដ្ឋាភិបាលដឹងបោចអាមុខងារជំទាវដាក់ទៅជាចំតាត់ហើយបើនៅមិនស្ដាប់ទេដាក់ប្រហោងក្តាត់ឲ្យកហូកាលណាយើងអនុវត្តវិន័យហើយនឹងក្របខ័ណ្ឌសិលធម៌ពីលើមកស្អាតស្អំក្រោមរៀបហើយតែ6 ខែទេអស់អាលីងអាអ្នកញៀនឆ្នាំយកចូលមណ្ឌលកែប្រែផ្ដាច់ឆ្នាំញៀនអាអ្នកក្មេងទោសតូចចូលជំរំលុតដំអាទោសធំដាក់គុកអង្ងឹតអត់ឲ្យម៉ែឪមកទេហើយបាយទឹកកុំឲ្យស៊ីកុំឲ្យបាយទឹកពីក្រៅអីចូលគឺថាជាប់ទោសធ្ងន់គឺអត់មានបាយទឹកឯស៊ីបាយក្រហមបងវីតាមីនចូលឲ្យតែអំបិលហើយក៏សម្រូបដាំបាយបានបងវីតាមីនចូលហើយឲ្យស៊ីនឹងអំបិលបើមិនចឹងទេស៊ីនឹងទឹកត្រីប៉ុណ្ណាស៊ីហើយអនុវត្តទោសដូចសម័យបារាំងវាធ្វើចឹងណាអនុវត្តទោសឲ្យដូចសម័យបារាំងវាធ្វើនឹងឲ្យចានដែកមួយណាថ្ងៃឡើងឲ្យឯងទៅអាចកើតទឹកស្អុយដល់ម៉ោងឲ្យឯងតម្រង់ជួនលាងអាចារ្យដែកហ្នឹងយកមកដាក់បាយស៊ីថ្ងៃក្រោយណាតែចំនួន5 ឆ្នាំនេះគ្មានអាណាមួយចង់ជាប់គុកទេគ្មានអាណាចង់ជាប់គុកទេសម័យខ្ញុំអត់មានអាណាចង់ជាប់គុកទេបងប្អូនគេឲ្យដែកគេឲ្យសាក់គេឲ្យចានមួយចានសង្កសីចានសង្កសីគេវាយសង្កសីស៊ីងគេវាយសង្កសីទៅចានមួយកើតអាចក៏ហ្នឹងកើតថ្មក៏ហ្នឹងកើតដីក៏ហ្នឹងកាយលូក៏ហ្នឹងកាយប្រគុណក៏ហ្នឹងណាគេដាក់ធុងសាំងកាត់ជាពីរគេតម្រៀបធុងសាំងគេបាញ់ទឹកដាក់ពេញម៉ោងគេផ្លុំកញ្ចែស៊ីបាយគេឲ្យតែចលក់ទេបងប្អូនគេឲ្យកាន់ចានចេះ
cái vai sang cái say cái đạn rầm á cái vai sang cái say cái đạn rầm ở một để cái đạn rầm á rồi có cái vai ở đây dương đây bao đây rừng cái đạn rầm trồng quỳnh hay trồng rơi với bài chụp pan năng này mẹp châu đây mẹp cay ai mẹp cao mẹp cao lưu soi cái áo này tô môi cắn là nè nè tại không cái chai chơi đây món chua cái áo đào tới cái áo chỉ lụa cha nó tới không tật chỉ lụa cái ví ọt miền liền ọt miền ấy đấy chỉ lụa cái ví đó nó sai mà nhô tới đó cái dục bài châu bài mà bài đặt còn bài tối đặt bài mà bài cái dục ta kiếp lớn cái chặt đây cái chọc pi đặt pi lơ hay cái đua tật cái đầm pel nó sau pi lơ cái ông bảo pi cro coi xí lươn xi năng đay ọt miền tập riêng bên đây này đấy mai hai bài có hôm á bài có hôm cứ con rồi ao xi ọt miền nhai nhoi đòn màu cái plum cái chai pub cái ọt ai liên chan đi châu thơ ca dục chan nó tự đủ police cắn cái plương âm sai cho món chân ai bao thon miền bao thon ai ba lu anh cao tầm men khi ông phải tư bảo vật chân nè riêng trong ở tại thư chân khi nào trong cho cục để hay appel na nữ máy khi ông ở miền pel phong nè lùi căng cái dây nho đôi con sắt chân cái chặt bàn nè có là police phải ta hãy tới si bay cả hôm mà nun một lần spy cái ọt miên thứ ấy đi cái áo tới si bay cả hôm nó còn rộp á ok bom ôn bật đó mình thấy vô sạch cái watch out hay cắt mua ở đồ on cái phép cứ trăng chương cục này thưa tới tụi bông ở đặt nhà sân áo mình trai từng chẳng mà này gì nhóm miền cồn pi nhóm cục rong cồn nhóm lời công bố sao là thò cua xả mình trai mỗi tiết tranh mà nhóm trên sọc nè rọn trai số mà hấp tây sống chìm riết bị chế phá ở đằng thả nhóm lên cục rong cồn nhóm hai bà miền tốt cồn nhóm từ tôi tốt chứ ra ăn chiên cồn nè sọc nhóm prom mình thấy mỗi tiết lại mà hãy anh nhát ao cả sai miền atipol cục cron nông cá chọc sai pi mà giết rồi bọc crosa mình thấy ở miền nam mỗi ở đây ở miền đây cắt chiếp lần cho mày có thơ mình bàn càng lơ miền cá tăng chặt đừng thưa với ban tê bọn miền cá tăng chặt bán đấy vì admin ca tăng chặt đối với network bàn để nè thưa bàn để vào admin ca tăng chặt có tiếng hôn luôn đi vô đòn rây hôm nay còn gì chẳng còn gì hái ở đây đó còn gì mà đón cái mình tầm nướng ở đây đó khiêm pháp nè mà đai khiêm phải chôn nhom tự riêng á bắt đam bom vào khiêm ta tập phép lục cũ phong ta xong ta bay anh chị ăn đây sọc sự côn tăng bị mình tròn chân lưng miền Bắc nhà ha bị sả mau tét mày vài tiết hướng ai mình tròn trường mày có khiêm mình khai chế bạc xa mày khiêm là vô oxy ở miền pel tầm này đây mạch bàn khiêm ở khai chế bạc xa câu nẹ sọc đó tây tiết ọt khai chế bạc xa thế nẹ đại khai chế bạc xa cứ khmênh công pre khi ọt riêng hay cho nó chế bạc ọt tầm rau dọc khmênh những châu công pre đôi chia khmênh khôi môi chung say hà miền chăm ấy đại cái hai nên say hà nữa đó là ấy vô việc đặt công pre tới ban sả la riêng này tài ti bom phật nữa lục xong cái thoát nó có thừa chi và cam hay môi chung lọt sờ rong lọt sờ rong đấy lọt sờ rong môi sọ ba khai đôi tâm sắc bị buồn nó chung ấy với lọt sờ rong chứ ấy
អាឡត់សរងឡុងសរ៉ាត់អីនេះអាឡត់សរងនេះអាឡត់សរងនឹងខ្ញុំមិនឡាំងតលតែស្ងាត់ជ្រាបណាហើយខ្ញុំតវ៉ាលោកហ៊ុនសែនទៀតណាអ៊ុនសារ៉ាត់ណាខ្ញុំតវ៉ាលោកហ៊ុនសែនឥឡូវមិនឃើញទេខូចក្មេងមួយទៅទេអានោះតកៅស៊ីថ្មិញផឹកទឹកផ្អែមច្រើនពេកបើយកវាចូលកម្មាកំព្រាទៅបានរៀនហើយត្រូវចាប់ម៉ែវាឯងឪវាផាកបើអត់មានលុយដាក់គុកយកម៉ែយកឪវាដាក់គុកគ្មានហ៊ានដើរចោលកូនទេអាស័យហាហ្នឹងឪពុកក៏នៅរស់ម្ដាយក៏នៅរស់អាហ្នឹងគេហៅ child welfare child protection ភាសាអង់គ្លេសគេហៅថាសេវាសង្គមកិច្ចក្មេងហើយនឹងការពារក្មេងមិនត្រូវបោះបង់ចោលដាច់ខាតទោះបីម្ដាយក្រឬមានអត់ទេតែម៉ែនៅរស់អត់មានចូលកម្មាកំព្រាទេបើម៉ែឪមិនថែទាំកូននេះចាប់ដាក់គុកឲ្យប្រាប់ឈប់ចុយគ្នាថ្ងៃក្រោយពេលធ្វើគ្នាវាយដៃទៅព្រោះឯងយកបង្កើតជីវិតមកឲ្យឯងមិនទទួលខុសត្រូវហ្មងថ្ងៃក្រោយអញ្ចឹងហើយបើនៅស្រុកខ្មែរយើងពីដើមគេធ្វើតាមរនគូនយូរហើយបើមិនជឿទេមើលសភៅពេទ្យទៅដឹងហើយកាលនោះអត់ទាន់មានថ្នាំពជាកំណើតណាដល់ពេលកូនច្រើនពេកប្តីរកស៊ីទៅការចិញ្ចឹមកូនបានលាបទឹកមាត់ផ្លុចអាក្រោមប្រពន្ធក៏គ្នាមិនដឹងអីក៏ចេះតែព្រមទៅមានដឹងទេរឿងហ្នឹងកើតច្រើនណាស់សម័យអត់មានថ្នាំពជាកំណើតគេសល់តគូតទេដូចថ្នាំសល់អញ្ចឹងទៅមើលទៅអានសភៅពេទ្យពួកចៅអត់ដឹងទេទៅរកសភៅពេទ្យទូនមានខាងកូនខាងគ្រួសារទៅមើលទៅដុកទ័រខឹមកំសានដុកទ័រស្អីដុកទ័រនៅស្រុកខ្មែរគេសរសេរអារឿងសល់គូតហ្នឹងជាសំណួរជាចម្លើយអីគេមានទៅរកសភៅអានអានឹងសម័យអត់មានថ្នាំពជាកំណើតម៉ែការហើយចុងឆ្នាំដើមឆ្នាំកូន8អញ្ចឹងកូនមិនរស់ត្រូវការមានមួយយ៉ាងជួនកាលមានប្រេងដូងnhưngក៏អត់ប្រេងដូងស្ដោះទឹកមាត់ផែតមិនមែនស្ដោះផ្លុំទេណាស្ដោះញុលផ្លុចហើយអត់មានពីក្រោយទេពីមុខហ្នឹងណានឹងនិយាយឲ្យច្បាស់មិនមែនចេញសុកចេះតែនិយាយទេការសិក្សាសង្គមខ្មែរណាអញច្បាស់ណាស់ណាមិនមែនភ្លើដោយពោះដៃនិយាយចឹងថ្ងៃមុននិយាយរឿងកម្ពុជាក្រោមណាអូយមានគេតវ៉ាគេថាមិនបានបារាំងសុកចិត្តឲ្យដីចាំខ្ញុំលើកមកនិយាយពេកមានអាភ្លើខ្លះគេប្រៀបធៀបគេថាដីខ្លះសៀមយកមិនក៏បារាំងយកមកវិញបានយកមកឲ្យខ្មែរហើយចុះមិនបានដីកូសាំងស៊ីនឲ្យទៅយួនវាភ្លើវាអត់ដឹងអញ្ចឹងចាំច្រាំអារឿងហ្នឹងឲ្យដឹងមានអាខ្លះទៀតគេនិយាយគេថាមុន1860ណាមានចវាយស្រុកខ្មែរអញ្ចឹងចាំខ្ញុំសួរចវាយស្រុកណាអ្នកខ្លះទៀតគេនិយាយតាសើនកុយខ្ញុំថាមានប្រវត្តិសើនកុយពិតប្រាកដទេពីព្រោះអាសភៅសើនកុយហ្នឹងជាសភៅប្រឡំលោកប្រវត្តិសាស្ត្រអូខេហើយមានអ្នកខ្លះទៀតគេថាសើនសាហ្នឹងគាត់ជាសន្តតិវង្សសើនកុយនិយាយច្បាស់តើសើនសានគាត់មាននិយាយថាគាត់ជាសន្តតិវង្សសើនកុយហើយរាប់យ៉ាងម៉េចឲ្យវាទៅជាសន្តតិវង្សណាអូខេអាហ្នឹងអញ្ចឹងនិយាយឲ្យច្បាស់មានអ្នកខ្លះតវ៉ាថាបារាំងទៅយកដីពីសៀមមកឲ្យខ្មែរណាបារាំងយកដីពីសៀមមកឲ្យខ្មែរមិនបានយកដីខ្មែរទៅឲ្យយួនម្នាក់ទៀតគេនិយាយគេថាអ្នកធ្វើការក្រោមបារាំងសិតតែយួនអញ្ចឹងហើយបានដីនៅទៅយួនចេះតែនិយាយមិនព្រមទទួលស្គាល់ការពិតមានអ្នកខ្លះទៀតអាយុចាស់ប្រហែលខ្ញុំដែរអ្នកស្រុកតកែវនៅជាប់ទល់ដែនយួនហ្នឹងសួររត់ច្បាយស្រុកខ្ញុំបកឲ្យវិញត្រឹមបានខ្ញុំទៅស្អីឲ្យលោកប្រាប់មកច្បាយស្រុកឈ្មោះស្អីស្រុកបាសាក់ទាំងមុងហ្នឹងតាំងពីសកាត្រីក្រោលកបីព្រៃអង្គរកមួនសទៅសួរគេមកជ្រូករាប់មកអ្នកណាអ្នកកាន់ទឹកដីហ្នឹងដែលជាខ្មែរខ្ញុំដឹងជាដូនជីតាខ្ញុំប៉ុន្តែខ្ញុំមិនលើកមកនិយាយ
ខ្ញុំប្រាប់ហើយថាម៉ែខ្ញុំវាជាប់ពូជបោពីកមួនសមកណាអញ្ចឹងយើងឲ្យច្បាស់ខ្ញុំប្រាប់ហើយថា1949ហ្នឹងជាប្រវត្តិសាស្ត្រនិមិត្តរូបនៃការបាត់បង់តែ1949ហ្នឹងបើនៅក្នុងទស្សនៈរបស់បារាំងពេលវាឡើងគោកដីរបស់អ្នកណាវាឲ្យទៅអ្នកហ្នឹងវិញវាអត់មានស្ដាប់តាមយើងគិតទេចុះអាដីព្រះវិហារសៀមរាបទន្លេរពៅបាត់ដំបងដីហ្នឹងជាដីពង្រីកអាណានិគមកំភ្លើអារូបស្រី3តែងដោះក្តារវាលមួយទ្រព្រះវិហារមួយទ្រអីនៅនឹងជើងវត្តភ្នំហ្នឹងអាហ្នឹងបារាំងវាធ្វើបញ្ចូលស្ដេចខ្មែរទេស៊ីសវត្តហ្នឹងមានបានទៅទៀមទេអាចក្បីអីហើយមិនបានបារាំងវាទៅយកអាហ្នឹងមកវិញវាយកពីព្រោះដីហ្នឹងជាដីអាណានិគមនិយមដល់ពេលវាដកឆ្នាំ1953វាឲ្យមកខ្មែរមកប៉ុណ្ណឹងឯងនៅមិនយល់ទៀតហាមាត់ឡើងស្អាតតែមកជេរអីណាបាទអញ្ចឹងបាទខ្ញុំសុទ្ធឲ្យខ្ញុំថាបើចេះដឹងមិនក៏មិនចាញ់វីដេអូនិយាយអានេះនិយាយតែតែខុសបាទឯងប៉កែឯងមិនក៏មិនចាញ់វីដេអូនិយាយណារ៉ាត់បើហើយដឹងនៅវាំងពីដើមពួកស្ដេចប្រុសមានថង់មួយគេមានថង់គេប៉ុណ្្នឹងមួយមន្ត្រីធំនៅវាំងមានថង់មួយថង់ហ្នឹងគេយកកមួនគេធ្វើពងណាហ្នឹងគេធ្វើពងតណាមានអាតូចមានអាធំនៅស្រុកចិនក៏ធ្វើអញ្ចឹងដែរជួនកាលខ្លះគេយកកាច់មកធ្វើពងតហើយគេដាក់ក្នុងថង់គេពីដើមតែអញ្ចឹងស្ដេចយួនក៏អញ្ចឹងដែរពួករាជវង្សយួនពួកមន្ត្រីយួនវាមានថង់វាមួយវាមានអាតូចមានអាធំអាហ្នឹងអង់គ្លេសគេហៅស្អីដែរអញមិនចេះសប្ងៃគេធ្វើចរកស៊ូនោះណាហើយស្ដេចប្រុសហ្នឹងក៏មានអាហ្នឹងតែអ្នកដែលមានច្រើនជាងគេដឹងអ្នកណាទេគឺរាជវង្សស្រីគេហៅកូនត្រាប់ផ្លែត្រាប់យើងណាគេហៅកូនត្រាប់រាជវង្សស្រីហ្នឹងទាំងស្ដេចទាំងរាជវង្សចិនទាំងរាជវង្សយួនរាជវង្សសៀមហ្នឹងតែមានអាថង់ក្រហមហ្នឹងមួយមានតូចមានធំមានវែងមានខ្លីសម្រាប់សម្រួលអរិយាបថអារឿងវាំងខ្មែរពីដើមណាពីព្រោះមនុស្សតែអត់ធ្វើការហើយហ្នឹងគឺងប់ងល់នឹងអារឿងតុយហ្នឹងណាវាំងមានអាជុអភិនហើយនឹងតុយក៏មកផាត់ស្រាអញ្ចឹងហើយបានរឿងអីមនីសារ៉ាមនីអីហ្នឹងក៏មាននិយាយខ្លះរឿងហ្នឹងវាជាវប្បធម៌នៅក្នុងវាំងឥណ្ឌាក៏អញ្ចឹងណាសម័យរ៉ូម៉ាំងក៏មានអ្នកសិក្សាប្រវត្តិសាស្ត្រក្លុកកលៀតស្រាវជ្រាវទៅគេដឹងប៉ុន្តែគេមិនយកមកសរសេរជាសភៅយូរទៅក៏សាបសូន្យតាមពិតវាយូរណាស់ហើយអារបស់អញ្ចឹងវាកើតឡើងពេលពួកស្ដេចមិនដែលធ្វើការអូស៊ីអីពួកស្ដេចហ្នឹងដេកចំទឹកយើងនេះខ្វាញ់គុំលន់ទៅជួនកាលឈួតក៏មានមិនថាស្ដេចរុស្ស៊ីមិនថាស្ដេចបារាំងមិនថាស្ដេចអង់គ្លេសណាស្ដេចកូរ៉េក៏អញ្ចឹងស្ដេចជប៉ុនក៏អញ្ចឹងណាពីព្រោះកាលណាវាមានអំណាចទៅមានវាំងនៅទៅវាមិនសូវមានណារៀនសូត្រអីទេណាច្រើនតាវាបែកបញ្ញាទៅរឿងអញ្ចឹងណាទី1គឺរឿងជក់គ្រឿងញៀនទី2រឿងផឹកស្រាទី3រឿងកាមណាកើតរឿងហ្នឹងទាំងអស់ធម្មតាចឹងបងប្អូនខ្ញុំវិលត្រឡប់មកជួប3នាទីទៀតជំរាបលា